អបអារម្មណ៍ទៀតហើយពុកម៉ែបងប្អូនចំពោះការសង្កេតសម្គាល់ទៅលើប្រភេទខ្សែដែលមិនមានគុណភាពយើងអាចមានចំណុចមួយសម្គាល់ទៅឲ្យបងប្អូនដូចជាប្រភេទខ្សែទាំងពីរប្រភេទនេះដែលខ្ញុំនឹងលើកមកបង្ហាញពុកម៉ែបងប្អូនជាប្រភេទខ្សែ BVR និងប្រភេទខ្សែភ្លោះពណ៌សអញ្ចឹងខ្សែដែលមិនមានគុណភាពដែលប្រើនៅប្រភេទស្ពាន់ recycle ឬមួយក៏ស្ពាន់លឿងដែលមិនមានគុណភាពបងប្អូនអាចកំណត់សម្គាល់ទៅលើប្រភេទ BVR នេះបងប្អូនអាចកំណត់សម្គាល់ទៅលើចំនួនសរសៃរបស់វាជំរឿបងប្អូនខ្ញុំកាត់ឲ្យពុកម៉ែបងប្អូនមើលប្រភេទខ្សែប្រភេទ BVR យើងអាចសង្កេតមើលទៅលើចំនួនសរសៃដែលយើងល្វិញត្បាញគេហៅប្រភេទខ្សែត្បាញយ៉ាងឯងចំពោះស្ពេចទូទៅសម្រាប់ប្រភេទខ្សែ BVR គឺមានចំនួន7សរសៃអញ្ចឹងបើសិនជាពុកម៉ែបងប្អូនពិនិត្យមើលឃើញខ្សែណាដែលមានចំនួនលើសពី7សរសៃហ្នឹងគឺជាប្រភេទខ្សែដែលប្រើនៅប្រភេទស្ពាន់លឿងឬមួយក៏ស្ពាន់ recycle យកមកលាយដើម្បីឲ្យបងប្អូនឃើញថាវាមានច្រើនសរសៃហើយវារាងធំអញ្ចឹងបងប្អូនប្រកាសជាជ្រើសរើសយកខ្សែទាំងអស់ហ្នឹងប៉ុន្តែតាមពិតទៅវាមិនមានសុវត្ថិភាពនៅក្នុងការប្រើប្រាស់ទេគឺខ្សែហ្នឹងវាប្រើនៅប្រភេទស្ពាន់អន់នេះពុកម៉ែបងប្អូនប្រភេទ BVR គឺស្ពេចរបស់វាគឺមាន7សរសៃបែបហ្នឹង1 2 3 4 5 6 7អានេះຂະຫນាត 1.5 បងប្អូនអាចសង្កេតសម្គាល់មើលដល់ចំនួនសរសៃហ្នឹងមួយទៀតប្រភេទខ្សែភ្លោះពណ៌សប្រភេទខ្សែភ្លោះពណ៌សយើងកំណត់ចាប់ពីຂະຫນាត 2x4 ការ៉េឡើងទៅយើងប្រើនៅប្រភេទស្ពាន់ល្វិញត្បាញដូចគ្នាប៉ុន្តែបើសិនជាຂະຫນាត 2x1 ទៅដល់ 2x2 កន្លះយើងប្រើប្រភេទស្ពាន់តែមួយសរសៃទេអាហ្នឹងស្ពេចរបស់វាទូទៅអញ្ចឹងបងប្អូនអាចមើលសរសៃខាងក្នុងវាបានមាន7សរសៃដូចគ្នាសរសៃស្ពាន់ខាងក្នុងចាប់ពីຂະຫນាត 2x4 ទៅដល់ 2x10 2x16 អីផ្សេងហ្នឹងប៉ុន្តែជាទូទៅខាងរោងចក្រអូនទើបតែផលិតបានត្រឹម 2x6 ទេអញ្ចឹងជាទូទៅស្ពេចរបស់វាគឺចំនួន7សរសៃដូចគ្នាចាប់ពី 2x4 ទៅអញ្ចឹងយើងត្បាញជាចំនួន7សរសៃដូចគ្នាទើបយើងយកទៅចេញទៅជ័រអ៊ីសាឡង់ហ្នឹងមានដល់2ជាន់បងប្អូនបានដឹងស្រាប់ហើយនេះអញ្ចឹងប្រភេទខ្សែដែលមិនមានគុណភាពបងប្អូនអាចសង្កេតលើសរសៃស្ពាន់នេះបើសិនជាប្រើលើសស្ពេចរបស់ហ្នឹងអញ្ចឹងមានន័យថាខ្សែទាំងអស់ហ្នឹងប្រើនៅជ័រដែលមិនមានគុណភាពឬមួយក៏ជ័រស្ពាន់ដែលមិនមានគុណភាពលាយជាមួយដើម្បីឲ្យឃើញបរិមាណធំប៉ុន្តែប្រើទៅមិនមានគុណភាពទេអាចនឹងឡើងកម្ដៅហើយចម្លងនៅចរន្តអគ្គិសនីមិនបានល្អអញ្ចឹងបងប្អូនអាចរាប់ចំនួនសរសៃជាមួយខ្ញុំអាហ្នឹងជាទូទៅជា rule របស់ខ្សែ VAS មានຂະຫນាត 2x6 1 2 3 4 5 6 7អញ្ចឹងចំនួនសរសៃគឺមានតែចំនួន7សរសៃទេអញ្ចឹងបើសិនជាបងប្អូនទិញចំខ្សែណាដែលមានចំនួនសរសៃលើសនេះគឺជាប្រភេទខ្សែដែលមិនប្រើប្រាស់នៅប្រភេទស្ពាន់ដែលមិនមានគុណភាពយកមកលាយជាមួយអរគុណច្រើនពុកម៉ែបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អ្វីបន្ថែមអាចទំនាក់ទំនងមកកាន់ក្រុមការងាររបស់រោងចក្រខ្សែភ្លើងម៉ាត់ដំរីយើងបានអរគុណច្រើនជំរាបលាពុកម៉ែបងប្អូន